យើងដើរមកឈរនៅមុខកាមេរ៉ាហ្នឹងគឺវាចាប់មុខយើងវាស្គាល់ហ្មងថាយើងជាបុគ្គលិកឈ្មោះអីចឹងអូ ហើយតន្ត្រីរបស់យើងបញ្ចូលនៅក្នុងកុំព្យូទ័រអីដែរបាទហើយក៏មានបញ្ចូលតាម Telegram ដែរថាបុគ្គលិកហ្នឹងមកស្មានណាស្មានវាមាន alert ដែរបន្ទាប់មកបញ្ចូលឈ្មោះហ្នឹងចូលយើង system យើងមួយទៀត HR management system ដែលយើងកត់ត្រានៅរាល់ព័ត៌មានរបស់បុគ្គលិកទាំងអស់អញ្ចឹងក៏សម្រាប់ម្ចាស់សហគ្រាសម្ចាស់ក្រុមហ៊ុនអីផ្សេងបាទលេងខ្វល់ខ្វាយបាទបើសិនជាយកបច្ចេកវិទ្យានេះទៅប្រើបាទលេងខ្វល់ខ្វាយបាទពេលយើងមកដល់យើងឈប់ស្កប់គឺវាលោតហ្មងម៉ោងថ្ងៃកាមេរ៉ាអាមិនថាយើងថតជាប់ហើយអានេះយើងចាប់របៀបមិនអូនអាហ្នឹងមិនថាយើងដំបូងឡើងយើងគូប្រអប់ពីមួយសិនថាយើងចង់ចាប់នៅតំបន់ណាហើយយើងគូបន្ទាត់មួយថាអាហ្នឹងជាបន្ទាត់ដែលរថយន្តឆ្លងកាត់កាលណារថយន្តឆ្លងកាត់បន្ទាត់ហ្នឹងរាប់ហើយកាត់បន្ទាត់នៅមួយបាឡានរាប់ឡានមួយម៉ូតូរាប់ម៉ូតូមួយហើយយើងពេលចាប់တဲ့វីដេអូហ្នឹងវានឹងចេញទៅទិន្នន័យមួយឡាននេះម៉ោងនេះឡានម៉ានស្របប៉ុណ្ណោះឡានឆ្លងកាត់ម៉ានម៉ូតូឆ្លងកាត់ម៉ានអីម៉ោងម៉ានហ្នឹងអាហ្នឹងផ្ដោតទៅលើកាមេរ៉ាណាជំរាបសួរបងបាទវាជួយដែរខ្ញុំឈ្មោះវិរៈយុទ្ធហើយតួនាទីនេះខ្ញុំគឺជា Junior AI Engineer ឃើញអ្វីដែលបងចាប់អារម្មណ៍ដើរកាត់នេះឃើញរូបភាពហ្នឹងអាហ្នឹងផ្ដោតទៅលើអីអាហ្នឹងគឺផ្ដោតទៅលើការចាប់យកមុខយើងធ្វើជាវត្តមាននៃបុគ្គលិកដែលគាត់មកធ្វើការហ្នឹងបើថាសម័យបច្ចុប្បន្នគឺយើងប្រើ AI នៅលើកម្មវិធីមួយហ្នឹងគឺយើងមិនបាច់ប្រើកញ្ចក់ដៃយើងមិនបាច់សញ្ញេមិនបាច់កត់ឈ្មោះគាត់អីទេយើងដើរមកឈរនៅមុខកាមេរ៉ាហ្នឹងគឺវាចាប់មុខយើងវាស្គាល់ហ្មងថាយើងជាបុគ្គលិកឈ្មោះអីចឹងហើយតន្ត្រីរបស់យើងបញ្ចូលនៅក្នុងកុំព្យូទ័រអីដែរបាទហើយក៏មានបញ្ចូលតាម Telegram ដែរថាបុគ្គលិកហ្នឹងមកស្មានណាស្មានវាមាន alert ដែរបន្ទាប់មកបញ្ចូលឈ្មោះហ្នឹងចូលយើង system យើងមួយទៀត HR management system ដែលយើងកត់ត្រានៅរាល់ព័ត៌មានរបស់បុគ្គលិកទាំងអស់ដែលគាត់អាចសុំស្ដាប់គាត់អាចមកយើងស្មានណាគាត់ចេញចូលស្មានណាមួយខែគាត់ឈប់ប៉ុន្មានដងប្រាក់ខែគាត់កាត់ប៉ុន្មានអីប៉ុន្មានគឺយើងមានក្នុងតន្ត្រីហ្នឹងលុយមែនហើយអញ្ចឹងក៏សម្រាប់ម្ចាស់សហគ្រាសម្ចាស់ក្រុមហ៊ុនអីផ្សេងបាទលេងខ្វល់ខ្វាយបើសិនជាយកបច្ចេកវិទ្យានេះទៅប្រើបាទលេងខ្វល់ខ្វាយពីដើមឡើយដូចថាឥឡូវយើងសុំថាចង់មកយឺតយើងសញ្ញេវត្តមានណាបាទអញ្ចឹងអ្នកខ្លះគាត់ជួយពឹងគ្នាជួយសញ្ញេបាទតែឥឡូវនេះអត់ទេបាទសិចកដៅដៃក៏លេងប្រើដែរបាទដាក់តែមុខកាមេរ៉ាតន្ត្រីរបៀបម៉េចចេញមកទាំងអស់អញ្ចឹងដល់ចុងខែកាត់ប្រាក់ខែប្រហែល HR គេរាយការណ៍ទៅប្រធានក្រុមហ៊ុនបាទប្រាក់ខែទៅណាគេមានតន្ត្រីមកគេក្នុងហ្នឹងគឺយើងកណនីឲ្យស្អាតហ្មងឈប់មួយថ្ងៃកាត់មួយថ្ងៃអីមួយថ្ងៃគឺមកកំ play មកទំនើបឯបច្ចេកវិទ្យានេះតែឥឡូវឬក៏មានយូរហើយចាំប៉ុន្តែយើងធ្វើឲ្យយូរដែរតែគ្រាន់តែយើងត្រូវការធ្វើម៉េចឲ្យវាដើរបានកាន់តែល្អយើងត្រូវការកែតម្រូវវាតាមក្រោយទៀតបាទតែឥឡូវយើងអាចបញ្ចេញវាបានដឹងគ្រាន់តែឈរមុខកាមេរ៉ាអញ្ចឹងបាទគឺវាស្គាល់យើងវាលុតឈ្មោះយើងមកហើយតែយើងចូលមកប្រហែលកាមេរ៉ាលេខប្រហែលដែលយើងឈរហ្នឹងបាទអញ្ចឹងដូចថានៅក្នុងក្រុមហ៊ុនមួយ HR គាត់លេងខ្វល់រឿងអវត្តមានទេបាទអ្នកណាមកប្រមាណអ្នកបុគ្គលិកមកប្រមាណអ្នកតន្ត្រីនៅក្នុងទាំងអស់បាទទាំងអស់អញ្ចឹងនេះគឺជាឱកាសរបស់ប្រធានក្រុមហ៊ុនឬក៏ប្រធានសហគ្រាសនីមួយពេលយើងមកដល់យើងឈប់ស្កប់គឺវាលុតហ្មងម៉ោងថ្ងៃកាមេរ៉ាអាមិនថាយើងថតជាប់ហើយអញ្ចឹងជាទូទៅនៅពេលដែលឈរបាទឈ្មោះយើងអីទាំងប្រមាណគឺលោតមកទាំងអស់បាទហើយវាមានតាម Telegram ដែរអញ្ចឹងតន្ត្រីចូលតាម Telegram បញ្ជូនទៅ HR បានទាំងអស់បាទបានទាំងពីរព្រមគ្នានេះមុខយើងចាប់បានម៉ោងប្រមាណបាទអានេះថាមេយើងបាច់ចំឆែកនោះឯអានោះគាត់ HR គាត់ធ្វើមេយើងយកតាមដាននេះបានហើយបញ្ជូនមកទាំងអស់គ្នាអញ្ចឹងនេះគឺជាមិនដឹងថាឱកាសល្អឬក៏ឱកាសព្រួយបារម្ភរបស់បុគ្គលិកមិនទេព្រោះឯងទៅទៅខ្ញុំជឿថាចេះអ្នកខ្លះនៅតែមកយឺតចឹងហើយអ្នកខ្លះនៅតែអវត្តមានហើយមិនផ្ដល់គេហៅថាផុសតាងឬក៏ឈ្មោះហ្នឹងតន្ត្រីទៅប្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុនឬក៏ម្ចាស់សហគ្រាសទេប៉ុន្តែនេះគឺជាឱកាសមួយដែរព្រោះបើសិនជាចង់តាមដានបុគ្គលិកងាយស្រួលមែនទែនគ្រាន់តែដាក់កាមេរ៉ាឈរមកតន្ត្រីគឺចេញមកទាំងអស់ម៉ោងប្រហែលអីម៉ោងប្រហែលសកម្មភាពរបៀបម៉េចខ្លាំងមែនទេនេះគឺជាបច្ចេកវិទ្យារបស់ខ្មែរយើងសុទ្ធមកបាទរបស់ខ្មែរឥឡូវសុំមួយទៀតថាមានរថយន្តបាទអានេះយើងចាប់របៀបមិនអូនអាហ្នឹងមិនថាយើងដំបូងឡើងយើងគូប្រអប់ពីមួយសិនថាយើងចង់ចាប់នៅតំបន់ណាហើយយើងគូបន្ទាត់មួយថាអាហ្នឹងជាបន្ទាត់ដែលរថយន្តឆ្លងកាត់កាលណារថយន្តឆ្លងកាត់បន្ទាត់ហ្នឹងរាប់ហើយកាត់បន្ទាត់នៅមួយបាឡានរាប់ឡានមួយម៉ូតូរាប់ម៉ូតូមួយហើយយើងពេលចាប់តែវីដេអូហ្នឹងវានឹងចេញទៅទិន្នន័យមួយឡាននេះម៉ោងនេះឡានម៉ានស្របប៉ុណ្ណោះឡានឆ្លងកាត់ម៉ានម៉ូតូឆ្លងកាត់ម៉ានអីម៉ោងម៉ានហ្នឹងអាហ្នឹងផ្ដោតទៅលើកាមេរ៉ាដែរបាទប្រើកាមេរ៉ាទាំងអស់កាមេរ៉ាហើយចុះផ្លាកលេខក៏ចាប់បានដែរអត់ទេនេះអត់ចាប់ផ្លាកលេខទេចាប់ម៉ូតូចាប់ឡានចាប់ម៉ូតូចាប់ឡានដូចថាអញ្ចឹងយើងដូចថាឥឡូវយើងចង់រៀបចំស្រូនណាមួយបាទបាច់ចាំមនុស្សទៅរាប់បាទអត់ប្រើមនុស្សរាប់រថយន្តប្រមាណកង់3ប្រមាណម៉ូត
ថូប្រហែល បាទ កម្មវិធីនេះ បាទដាក់តែកាមេរ៉ាមួយចោល ដាក់កាមេរ៉ាមួយចោលហើយកម្មវិធីនេះគឺរាប់ចំនួនដូចថាក្នុងមួយថ្ងៃឬក៏អាចថា1ម៉ោងនេះរថយន្តចូលប្រហែលគ្រឿងម៉ូតូចូលប្រហែលគ្រឿងកង់3ចូលប្រហែលគ្រឿងដឹងទាំងអស់ហ្មង បាទដឹង អូយអស់ទោះមែនទេ បងបញ្ជាក់ថាយើងគូប្រអប់មួយដើម្បីកំណត់ថាកាត់ហ្នឹងមកយើងរាប់បាទ កូនខ្មែរខ្លាំងមែនទេណាកូនខ្មែរខ្លាំងមែនទេហើយចុះមួយទៀត បាទមួយទៀតពេលបណ្ឌិតអាហ្នឹងគឺយើងប្រើប្រាស់នៅតាមតំបន់ដែលគ្រោះថ្នាក់ឬមួយក៏តាមរោងចក្រតាមអីចឹងទៅបើថាយើងគូតំបន់ណាមួយដែលយើងហាមឃាត់យកចង់ឲ្យមនុស្សឆ្លងកាត់នៅពេលវេលាណាមួយដែលយើងចង់ហាមឃាត់ចឹងទៅអញ្ចឹងការន័យថាបើសិនជាគាត់មានមនុស្សឆ្លងកាត់វានឹងចាប់ភ្លាមហើយវានឹងបញ្ជូនព័ត៌មានជារូបភាពបូកផ្សំជាមួយព័ត៌មានជាមួយថ្ងៃខែម៉ោងបញ្ជូនទៅកាន់ Telegram ភ្លាមតែម្ដងបាទ ចឹងបច្ចេកវិទ្យាឥឡូវសឹងឥឡូវប្រើមនុស្ស បាទ អញ្ចឹងមនុស្សបានទេធ្វើការ ដោយសារនេះយើងប្រើពេលយប់ពេលអីចឹងណាពេលណាដែលយើងអត់ធ្វើការអញ្ចឹងពេលយើងសម្រាប់អញ្ចឹងដាក់កាមេរ៉ាមួយចោលទៅឲ្យវាធ្វើការទៅ បាច់ចាំប្រើមនុស្សឲ្យទៅយាមថាខាមបើធ្វើមានអ្នកណាចូល បាទ រាយការណ៍ទៅយើងទេមិនចឹងហ៎ បាទនិយាយទៅយើងប្រើវាបានគ្រប់ពេល ប្រើតែកម្មវិធីនេះហើយបច្ចេកវិទ្យាមួយនេះកាមេរ៉ាមួយនេះ បាទ យើងកំពុងសម្រាប់ឬកំពុងហូបបាច់ក៏វារត់alert បានដែរ បាទវា អរគុណមែនទែនសម្រាប់ការផ្ដល់ជាអ្វីដែលស្នាដៃរបស់ខ្មែរយើងជូនទៅកាន់បងប្អូនរបស់គ្នាមែនទេណាបងប្អូនអរគុណ